ចានមួយដែលធ្លាប់ដាក់លាមកទោះបីជាត្រូវបានគេលាងសម្អាតឲ្យស្អាតយ៉ាងណាក៏គេពុំអាចទទួលទានអាហារដែលដាក់នៅក្នុងចាននោះបានដែរផ្ទុយទៅវិញពោះវៀនធំរបស់សត្វដែលតែងតែបានផ្ទុកនៅលាមកគេបែរជាលាងជំរះវាហើយយកមកញាត់គ្រឿងក្រេះអាំងចំហុយឬចៀនបរិភោគយ៉ាងឆ្ងាញ់មាត់ទៅវិញរឿងរ៉ាវដែលសាមញ្ញទាំងនេះវាបានคล้ายទៅជាការឆ្លុះបញ្ចាំងដល់ល្វីងជូរចត់ក្នុងឆាកជីវិតចានតំណាងឲ្យមនុស្សល្អដែលបានប្រព្រឹត្តនៅកំហុសខុសឆ្គងពោះវៀនធំមនុស្សអាក្រក់តែចេះវិលមករកអំពើល្អទោះបីជាធ្លាប់ប្រឡាក់ទៅដោយក្លិនអាសោចតែគេបែរជានាំគ្នាសម្លឹងទៅរកផ្លូវល្អមនុស្សល្អនៅពេលដែលចំពោះជើងដួលម្ដងអ្វីៗនឹងត្រូវបាត់បង់ដោយគ្មានវិធីអាចជួយបានឡើយក្រដាសសមួយសន្លឹកបើត្រូវបានដំណក់ទឹកខ្មៅស្រក់ពីលើគេតែងតែសម្លឹងដំណក់ទឹកខ្មៅដែលដិតនៅលើវាដោយគ្មានអ្នកណាយកភ្នែកមើលផ្ទៃសដែលនៅស្អាតនោះឡើយគ្មានអ្នកណានៅនឹកឃើញថាអ្នកល្អដល់កម្រិតណាគេនាំគ្នាដៅតែចំណុចដែលជាកំហុសរបស់អ្នកតែប៉ុណ្ណោះសង្គមហាក់បីដូចជាតែងអធ្យាស្រ័យនៅមនុស្សអាក្រក់ដែលចេះកែខ្លួនជាជាងយោគយល់ដល់មនុស្សល្អដែលធ្វើខុសត្រឹមតែមួយដងដូចនេះគួរចេះរក្សាខ្លួនរស់នៅដោយសាមញ្ញគុំដំកើងខ្លួនឲ្យខ្ពស់ព្រោះបើនៅកាន់តែខ្ពស់ធ្លាក់មកវាកាន់តែឈឺចានដែលខ្ញុំបាននិយាយខាងលើ 99% គឺជាចានដែលស្អាតស្អំគ្រាន់តែវាបានផ្ទុកនៅលាមកតែម្ដងវាក៏គ្មានឱកាសបានគេឲ្យតម្លៃថាជាចានដែលស្អាតល្អទៀតឡើយវាដូចជាមនុស្សល្អផុងខ្លួនបានធ្វើនៅអំពើអាក្រក់តូចមួយក៏អាចធ្វើឲ្យពិភពលោកនេះបែកខ្នងមករកអ្នកដែរចូលប្រកាន់ខ្ជាប់នៅគំនិតខ្លួនឯងកុំងាកទៅតាមខ្យល់បក់បោកនៃព្យុះសង្គមឈរនៅលើជំហរមួយរឹងមាំជីវិតនឹងមានន័យយូរអង្វែង